video មួយដែលចង់ចែកលេខអ្នកនរគ្នាអំពីការអនុវត្តជាមួយនឹង resistance អញ្ចឹងបងប្អូនអរគ្នាអាចនឹងដឹងតារាងហើយអញ្ចឹងបើសិនជាបងអត់ទាន់បានស្គាល់តារាងទេចាំខ្ញុំផ្ញើនៅ comment នៅខាងក្រោមដើម្បីដាក់តារាងឲ្យបងមើលទាំងអស់គ្នាអញ្ចឹងតោះអញ្ចឹងនៅខាងក្នុងនេះគឺវាមានពណ៌អ្វីខ្លះចំពោះ resistance មួយនេះណាបងអាចមើលបានអញ្ចឹងវាមានពណ៌ត្នោតវាមានពណ៌ខ្មៅនេះតែខ្ញុំទាញឲ្យម្ដងទៀតវាមានពណ៌ត្នោតពណ៌ខ្មៅពណ៌ខ្មៅពណ៌ខ្មៅហើយនឹងពណ៌ត្នោតអញ្ចឹងវាមាន5ពណ៌អញ្ចឹងបងរើសយកមកពណ៌ត្នោតវាលេខម៉ានលេខ1អញ្ចឹងពណ៌ខ្មៅលេខ0លេខ0ហើយគុណនឹង1អូមអញ្ចឹងស្មើនឹង100អូមហ្នឹងណាស្មើនឹង100អូមអញ្ចឹងចាំខ្ញុំតម្លាក់ជាមួយនឹងនេះនៅខាងក្រោមតោះអញ្ចឹងបងដឹងពីរបៀបវាស់ទាំងអស់គ្នាអានេះខ្ញុំប្រើពូប្រភេទ analog អញ្ចឹងខ្ញុំនឹងធ្វើជាមួយនឹង digital មួយទៀតឥឡូវខ្ញុំសូមវាស់ជាមួយនឹង analog សិនអញ្ចឹងណាanalog របស់យើងខ្ញុំសូមមុននឹងយើងប្រើជាមួយនឹង ohm mate សូមអ្នកនរគ្នាជួយកាច់ក្លីបពេលដែលយើងប្រើជាលក្ខណៈជា ohm យើងកាច់ជាក្លីបហើយមុននឹងយើងវាស់បន្តិចបងអរគ្នាចុចវាសិនដើម្បីមើលតារាងលេខតាត្រូវនៅឥឡូវខ្ញុំសូមទាញមើលទីក៏ត្រូវមកដកអនន្តដែរតែបើសិនជាវាខុសយើងតឡើងវាតិចមកតឡើងវាតិចមកអូខេអញ្ចឹងមុននឹងប្រើរបស់យើងជាដំបូងយើងកាច់ក្លីបសិនហើយមកវាស់វាថាស្មើនឹង0អត់អញ្ចឹងតម្លាក់ទៅវិញអញ្ចឹងក្នុងការវាស់ resistance យើងអត់អីទេយើងវាស់ជើងតាណាក៏បានដែរអញ្ចឹងយើងវាស់មកអញ្ចឹងអានេះយើងសន្មត់ថាវា100អូមហើយអញ្ចឹងយើងវាស់មើលថាត្រូវ100អូមអត់អូខេអញ្ចឹងដោយសារខ្ញុំកាច់ក្លីបគុណ10អញ្ចឹង10គុណនឹង10វាស្មើនឹង100អញ្ចឹងណាអញ្ចឹងស្មើនឹង100ត្រូវទេអូខេបងត្រូវអត់មើលអូខេត្រូវទេមួយនឹង resistance អញ្ចឹងបើយើងអត់អាចដឹងតម្លៃហ្នឹងទេអញ្ចឹងយើងនឹងប្រើជាមួយបើសិនជាបងអត់ចេះមើលឬក៏អត់ទាន់ចេះប្រើជាមួយនឹង analog អានេះខ្ញុំប្រាប់ពីរបៀបមើលដែរដោយសារយើងកាច់ក្លីបគុណនឹង10អញ្ចឹងពេលដែលយើងកាច់គុណនឹង10ពេលដែលយើងវាស់មកឃើញវាលេខ10អញ្ចឹងយក10ហ្នឹងគុណនឹង10វាស្មើនឹង100អញ្ចឹងបន្ទាប់ពីដែលយើងបានអនុវត្តជាមួយនឹង analog ហើយខ្ញុំសូមអនុវត្តជាមួយនឹង digital ម្ដងអញ្ចឹងបន្ទាប់ពីនេះគឺជាប្រភេទ digital ដោយសារ digital គឺវាមានលេខសក្រិតដែលនៅក្នុងនឹងឲ្យយើងស្រាប់អញ្ចឹងដោយសាររបស់ដែលខ្ញុំទិញមកគឺ data ខ្ញុំយើងសុំទោសអូខេវីដេអូនេះយើងរៀងលឿនបន្តិចប៉ុន្តែខ្ញុំសូមព្យាយាមមួយដែរអញ្ចឹងអូខេអញ្ចឹងក្នុងការប្រើប្រាស់ដូចគ្នាប៉ុន្តែគឺយើងប្រើជាមួយពូប្រភេទ digital គឺយើងមិនចាំធ្វើចេះទេយើងគ្រាន់តែកាច់ក្លីបមកដោយសារវាមានក្លីបអូមហើយស្រាប់អញ្ចឹងខ្ញុំសូមកាច់មកក្លីប200អូមដោយសារនេះគឺជា100អូមអញ្ចឹងបងទាំងអស់គ្នាចុចមកអូខេអញ្ចឹងវាស្មើនឹង100អូមវាមិនមែនស្មើនឹង1003ទេណាស្មើនឹង100នោះឃើញទេលេខ100.3អញ្ចឹងមានន័យថាវានៅល្អវាអត់តន់ខូចទេអញ្ចឹងករណីបើសិនជាអានេះ100អូមឧទាហរណ៍ resistance នឹង100អូមប៉ុន្តែដល់ពេលដល់វាធ្លាក់នៅខ្ទង់ចូលដល់70ឬក៏60គឺករណីហ្នឹងគឺវារៀងខ្សោយខ្លាំងណាស់អញ្ចឹងយើងអាចប្រើប្រាស់ទៀតបានទេអញ្ចឹងយើងគួរតែដូរចេញអញ្ចឹងនេះគឺជាវីដេអូដែលយើងនិយាយអំពីជាមួយនឹងការវាស់ resistance អញ្ចឹងណាបងអញ្ចឹងចំពោះការមើលពណ៌ខ្ញុំនឹងតម្លាក់ជាមួយនឹង comment នៅខាងក្រោមអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងអានេះ1000អូម1000អូម100អូមអូខេបងអញ្ចឹងជាមួយនេះគឺជាប្រភេទ digital ហើយចំពោះប្រភេទនេះគឺយើងហៅប្រភេទ analog អញ្ចឹងក្នុងការវាស់ resistance របស់យើងក៏ឈានចូលដល់ទីបញ្ចប់ដែរអញ្ចឹងបើសិនជាបងមានចម្ងល់ឬមានបញ្ហាអីផ្សេងៗបងអាច comment នៅខាងក្រោមហើយបើសិនជាបងមានតម្រូវការចង់តម្លើងកាមេរ៉ាឬក៏តបបណ្ដាញភ្លើងផ្សេងៗបងអាចឆានមកខាងយើងផ្ទាល់បានហើយខ្ញុំ reply ជូនបងបើសិនជាបងមានបញ្ហាអីផ្សេងៗទៀតបងអាចនឹងប្រាប់ពួកខ្ញុំបានអញ្ចឹងតោះបងកុំឲ្យខាត់ពេលយូរទៀតជួបគ្នានៅវីដេអូក្រោយអូខេអរគុណច្រើនបង